各位同学好，我们又见面了。现在我们继续学习我们的中文句子បងប្អូនអរគ្នាយើងបន្តជួបគ្នាទៀតហើយឥឡូវនេះយើងមកសិក្សាប្រយោគជាភាសាចិនរបស់យើងបន្តទៀតចា៎ប្រយោគជាភាសាខ្មែររបស់យើងគឺខ្ញុំនឹងទៅផ្ទះនៅ4ថ្ងៃក្រោយចា៎ខ្ញុំនឹងទៅផ្ទះវិញនៅ4ថ្ងៃក្រោយអញ្ចឹងក៏មានន័យថា4ថ្ងៃក្រោយខ្ញុំទៅផ្ទះវិញហើយចា៎4ថ្ងៃទៀតខ្ញុំទៅផ្ទះវិញហើយចា៎中文是我4天后回家。ខ្ញុំ4ស្រាពេញតួ4天特一安天ថ្ងៃ4天4ថ្ងៃ后ក្រោយ4天后4ថ្ងៃក្រោយ回何为回ត្រឡប់家ផ្ទះ GER 家ផ្ទះ回家ត្រឡប់ទៅផ្ទះ我4天后回家ខ្ញុំ4ថ្ងៃក្រោយត្រឡប់ទៅផ្ទះ我4天后回家4ថ្ងៃក្រោយខ្ញុំនឹងបំពេញការងារចប់ត្រឡប់ទៅផ្ទះវិញ各位同学我们练习得很开心បងប្អូនអរគ្នាយើងវឹកហាត់អានភាសាចិនបានយ៉ាងរីករាយចា៎ឥឡូវនេះយើងមកបន្តសិក្សាប្រយោគជាភាសាចិនរបស់យើងបន្តទៀតចា៎这句原文就是ក្នុងជាភាសាខ្មែរថ្ងៃស្អែកខ្ញុំនឹងទៅចា៎ថ្ងៃស្អែកខ្ញុំទៅហើយចា៎ថ្ងៃស្អែកខ្ញុំនឹងទៅ我明天会走我ខ្ញុំ明莫英明天特一安天明天ថ្ងៃស្អែក会何为会នឹងចានឹងអាចចា走去欧洲走ទៅបងប្អូនអរគ្នាចូលពេលខ្លះបកថាដើរធ្វើដំណើរចូលក៏បកថាទៅដែរចា我明天会走我明天会走ថ្ងៃស្អែកខ្ញុំនឹងទៅ各位同学大家好吗បងប្អូនអរគ្នាតើសុខសប្បាយអត់现在我们继续学习我们的中文句子ឥឡូវនេះយើងមកវឹកហាត់សិក្សារៀនសូត្រអានប្រយោគជាភាសាចិនរបស់យើងបន្តទៀតចា៎ប្រយោគនេះគឺជាភាសាខ្មែរតើនេះជារបស់អ្នកមែនទេចា៎តើនេះជារបស់អ្នកមែនទេ中文是这是你的吗这អញ្ចឹង这បកថានេះ是គឺជា你អ្នក的របស់你的របស់អ្នកម៉ាមែនដែរទេ这是你的吗这នេះ是គឺជា你的របស់អ្នកម៉ាមែនទេដែរទេ这是你的吗这是你的吗这是你的吗តើវាជារបស់អ្នកមែនទេ各位同学大家好现在我们再来继续学习我们的中文句子បងប្អូនអរគ្នាចាសួស្តីឥឡូវនេះយើងមកបន្តការរៀនសូត្រប្រយោគជាភាសាចិនរបស់យើងបន្តទៀតចាប្រយោគនេះភាសាខ្មែរគឺនិយាយថាខ្ញុំមានសំណួរមួយចង់សួរអ្នកខ្ញុំមានសំណួរមួយចង់សួរអ្នកចា中文是我有个问题想问你我ខ្ញុំ
有 e o u 有面个个mùi chàបងប្អូនអរគ្នាវិនធីបើថាសំណួរកវិនធីកន្លែងនេះគឺគេចង់និយាយពីសំណួរមួយចាអញ្ចឹងកកន្លែងនេះគឺចំនួនឲ្យមួយចាកគឺជាຂະຫນາດនៃសំណួរចាវិន u n វិនប្រែថាសួរធីធ្វើអ៊ីធីធីពេលខ្លះបកថាប្រធានបទចាអញ្ចឹងបើវិនធីបូកចូលគ្នាប្រែថាសំណួរចាឬក៏បញ្ហាចាវិនធីសំណួរបញ្ហា我有个问题ខ្ញុំមានសំណួរមួយ想心一昂想គិតចង់问问សួរ你呢一你អ្នក想问你ចង់សួរអ្នកចា我有个问题想问你ខ្ញុំមានសំណួរមួយគិតចង់សួរអ្នកខ្ញុំមានសំណួរមួយចង់សួរអ្នក你有什么心事吗តើអ្នកមានរឿងក្នុងចិត្តអ្វីមែនទេបានជាមើលទៅក្រៀមក្រំបែបនេះ各位同学，现在我们再来继续读我们的中文句子。បងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកបន្តការអានប្រយោគជាភាសាចិនរបស់យើងបន្តទៀតចា៎ប្រយោគនេះជាភាសាខ្មែរគឺខ្ញុំចង់ខលទូរស័ព្ទឬក៏ខ្ញុំចង់ហៅទូរស័ព្ទចា៎ខ្ញុំចង់តែទូរស័ព្ទជាភាសាដែលយើងឧស្សាហ៍និយាយខ្ញុំចង់តែទូរស័ព្ទខ្ញុំចង់ខលទូរស័ព្ទខ្ញុំចង់ហៅទូរស័ព្ទចាគឺជាអត្ថន័យតែមួយគ្រាន់តែវិធីនៃការនិយាយផ្សេងគ្នាចាភាសាចិនគឺ我想打个电话我想打个电话ចា我ខ្ញុំ想西一昂想បងប្អូនទាំងអស់គ្នា NG យើងបញ្ចេញខ្យល់នៅកូនដាចា想គិតចង់តាពាក្យថាតាតែមួយហ្នឹងគឺបកថាវាយកុំព្យូទ័រចាវាឬក៏វាមនុស្សក៏ប្រើអក្សរហ្នឹងដែរចាវាយបងប្អូនទាំងគ្នាចាប្រាំ7ភាសាវាយចាតែនៅពេលដែលបូកជាមួយនឹងតា字វាកុំព្យូទ័រវាអក្សរក៏ប្រើពាក្យថាតានឹងដែរចាតាកនេះគឺចំនួនឲ្យមួយຂະຫນາດនៃការខលទូរស័ព្ទមួយដងមួយលើកចាទៀនតួអ៊ីអានទៀនគឺអក្សរ N នេះបញ្ចេញខ្យល់ខ្ទរនៅចុងច្រមុះទៀនចាទៀនប្រែថាអគ្គិសនីហឺអ៊ូអាបកថាពាក្យសម្ដីចាទៀនទូរស័ព្ទចាតាក电话ខលទូរស័ព្ទមួយចា我想打个电话因为我有事情要跟你谈ពីព្រោះអ្វីខ្ញុំមានកិច្ចការត្រូវពិភាក្សាជាមួយនឹងអ្នក各位同学大家好បងប្អូនអរគ្នាចាសួស្តីបងប្អូនអរគ្នា现在我们继续读我们的中文句子ឥឡូវនេះយើងមកបន្តការអានប្រយោគជាភាសាចិនរបស់យើងបន្តទៀតចាប្រយោគនេះជាភាសាខ្មែរគឺខ្ញុំនៅចង់ទិញរបស់នេះទៀតចាខ្ញុំនៅចង់ទិញរបស់នេះចាមានន័យថារបស់នេះខ្ញុំអត់ទាន់ទិញហើយខ្ញុំចង់ទិញវាចាជាភាសាចិនគឺ我还想买这个东西我还想买这个东西我ខ្ញុំ还
hải khơ ai hai hải hải ngờ bông ôn nó kia bà sau này ăn ta khoản bỏ tha sò chà tại bà ăn ta hải bỏ tha ngờ chà sáng si si y on sáng khơi em chí dương mình chính xóa là con đạt chà sáng sáng cực tròn mãi mua ai mai mãi mãi tình chà 我还想买 ខ្ញុំនៅចង់ទិញចា这这នេះក៏បញ្ជាក់ពីរបស់មួយនេះចាតអងតង ng បញ្ចេញខ្យល់នៅគោលដៅតអងតង si តងបកថាកើត si បកថាលេខតង si តែបូកចូលគ្នាយើងបកថារបស់ចារបស់ចា这个东西របស់ចារបស់មួយនេះចា这个东西របស់មួយនេះ我还想买这个东西我还想买这个东西我们今天去超市ថ្ងៃនេះពួកយើងទៅផ្សារទំនើប supermarket 我们已经买了很多东西了ពួកយើងទិញរបស់ជាច្រើនហើយ可是我还想买这个东西ក៏ប៉ុន្តែខ្ញុំនៅចង់ទិញរបស់នេះមួយថែមទៀតចាមានន័យថារបស់នោះមិនក៏អត់បានទិញទេឥឡូវក៏ចង់ទិញរបស់នេះហើយមួយនឹងទៀតចា各位同学，我们现在再来继续读我们的汉语句子。បងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកបន្តអានប្រយោគជាភាសាចិនរបស់យើងបន្តទៀតចាប្រយោគនេះភាសាខ្មែរគឺខ្ញុំកំពុងរកមើលការិយាល័យប្រៃសណីយ៍ចាភាសាចិនគឺ我在找邮局ចា我在找邮局我ខ្ញុំ在បកថានៅកំពុងចាកំពុងនៅចាឬក៏យើងបកថាកំពុងតែពិតមកពីពាក្យថា正在ចាយើងគេអាចបង្រួមពាក្យថាចឹងនៅសល់ចៃបកថាកំពុងចាតែពាក្យថាចៃមួយម៉ាត់ក៏បកថាពេលខ្លះក៏បកថានៅនេះចៃណាលីតើអ្នកនៅឯណាចាចៃនឹងបកថានៅចា找知凹找肉ចា有有នេះគឺប្រៃសណីយ៍局នេះគឺការិយាល័យគឺក៏ជាទីតាំងចា邮局ការិយាល័យប្រៃសណីយ៍ចាទីតាំងប្រៃសណីយ៍我在找邮局我在找邮局我在找邮局你知道邮局在哪里吗ตาអ្នកដឹងថាការិយាល័យប្រៃសណីយ៍នៅឯណាដែរឬទេ因为我有事ដោយសារតែខ្ញុំមានកិច្ចការ要去一趟邮局គឺត្រូវតែទៅការិយាល័យប្រៃសណីយ៍我在找邮局ខ្ញុំកំពុងតែរកការិយាល័យប្រៃសណីយ៍各位同学，现在我们再来继续学习我们的中文句子。បងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកហាត់អានប្រយោគជាភាសាចិនរបស់យើងបន្តទៀតចាប្រយោគនេះភាសាខ្មែរគឺមួយជើងឬក៏ទៅមកចាគឺមានអត្ថន័យថាយើងទិញសម្បត្តិចាទិញតែមួយជើងធ្វើដំណើរតែមួយជើងទៅឬក៏មួយជើងមកចាឬក៏គេសួរយើងថាទិញសម្បត្តិទាំងទៅហើយទាំងមកចាអញ្ចឹងជាភាសាចិនគឺ单程还是往返单程还是往返ចា单បកថាឯក
mùi ចាដែលភាសាអង់គ្លេស single ចាឯកចាខំតានតើអានតានបងប្អូនរបស់នេះយើងឃើញ n បញ្ចេញខ្យល់ខ្ទរនៅចុងច្រមុះតានតើអានតានចាតានបកថាឯកខំគឺអង្គខំបកថាធ្វើដំណើរតែមួយជើងចាតានខំធ្វើដំណើរមួយជើងហើយហើយ是នេះបើប្រើនៅក្នុងប្រយោគសំណួរបកថាឬក៏ចាចោទសួរតែបើបកដាក់នៅក្នុងប្រយោគស្របហើយ是យើងបកថានៅតែថាហើយ是不改គាត់នៅតែមិនផ្លាស់ប្ដូរចាចឹងហើយ是这里នៅក្នុងប្រយោគសំណួរយើងបកថាឬក៏ចាหวังอูอังหวังប្រែថាឈ្មោះទៅអញ្ចឹងអក្សរหวังនេះបកថាទៅចា反不安反បកថាត្រឡប់ចាអញ្ចឹងមានន័យថាមកចាหวัง反ទៅមកបងប្អូនអរគ្នាបើយើងនិយាយឲ្យងាយទៅយើងអាចនិយាយថា来回មក回ត្រឡប់ចាទៅមកចាអញ្ចឹងភាសានេះគេឧស្សាហ៍និយាយតែ来回你单程还是来回ចាអ្នកទៅតាមមួយជើងឬក៏ទៅមកចាតែភាសាផ្លូវការភាសាសរសេរគឺយើងសរសេរពាក្យหวัง反ភាសានិយាយយើងប្រើពាក្យថា来回ចា单程还是往返单趟ក៏អាចនិយាយ单趟ឬក៏单程还是来回ចា单程还是往返单程还是来回你一个人去吗អ្នកទៅតែម្នាក់ឯងមែនទេ你要买单程票អ្នកទិញសំបុត្រតែមួយជើងឬក៏买返回票ឬក៏ទិញសំបុត្រទៅមក各位同学，现在我们再来继续读我们的中文句子。បងប្អូនអរគ្នាឥឡូវនេះយើងមកវឹកហាត់អានប្រយោគជាភាសាចិនរបស់យើងបន្តទៀតចាប្រយោគនេះជាភាសាខ្មែរគឺសូមឲ្យសម្បត្តិទៅទីក្រុងញូវយ៉កខ្ញុំមួយសន្លឹកជំមានន័យថាខ្ញុំទិញសម្បត្តិទៅទីក្រុងញូវយ៉កមួយសន្លឹកចាទៅម្នាក់ឯង请给我一张去纽约的票ចា请送给ផ្ដល់ឲ្យ我ខ្ញុំមួយ张បងប្អូនអរគ្នាចាឃើញ ng បញ្ចេញខ្យល់នៅគោលដាចា张មួយសន្លឹកចា去ទៅ牛约ទីក្រុងញូវយ៉ក的票票សម្បត្តិ纽约的票សម្បត្តិចាសម្បត្តិរបស់ទីក្រុងញូវយ៉កចាសម្បត្តិទីក្រុងញូវយ៉កបងប្អូនអរគ្នាសម្បត្តិនេះគឺសំដៅទៅលើសម្បត្តិឡានសម្បត្តិយន្តហោះចាគឺមិនមែនជាសម្បត្តិដែលយើងសរសេរផ្ញើសារទេចា请给我一张去纽约的票请给我一张去纽约的票请给我一张去纽约的票请
请给我一张去纽约的票，请给我一张去纽约的票。我需要去纽约一趟一程ខ្ញុំត្រូវធ្វើដំណើរមួយជើងទៅកាន់ទីក្រុងញូវយ៉ក所以我要买一张车票ដូច្នេះខ្ញុំត្រូវទិញសំបុត្រមួយដើម្បីទៅទីក្រុងញូវយ៉ក